ជាដំបូងសូមជម្រាបសួរដល់លោកគ្រូខ្ញុំឈ្មោះលេងសិលឺមកពីក្រុម SV2433 នៅក្នុងវីដេអូនេះនឹងធ្វើការនិយាយអំពីតើតើនឹងលំហាត់ file permission ដែលយើងបានដំបូងឡើយយើងបានបង្កើតនៅ directory មួយដែលមានឈ្មោះថា SV2433 ហើយនៅក្នុងនេះដែរយើងបានបង្កើតនៅយើងមាននៅ folder ចំនួន6ដែលមាន folder accounting department HR department IT department management department Sales department និង warehouse department ហើយនៅក្នុងdepartment មួយគឺយើងបាន create នៅក្រុមដែលក្នុងនោះមានក្រុមចំនួន6ដែរមានក្រុម Finance ក្រុម HR ក្រុម IT ក្រុម Management ក្រុម Sales ក្រុម Warehouse ហើយនៅក្នុងនោះផងដែរគឺយើងបានបង្កើតនៅ user ហើយក្រុម user ចូលទៅកាន់ហើយនឹង add user ចូលទៅកាន់ក្រុមដែលយើងមាននៅក្រុម Finance នៅក្នុង Finance នេះយើងមាន user ចំនួន3គឺ Finance 01ដល់ Finance 03និងយើងមានក្រុម IT មាននៅ IT user 01ដល់ IT user 03មានក្រុម Sales ក្នុងនោះមាននៅ user Sales user 03 02 01មាននៅក្រុម HR ដែលក្នុងនោះមាន HR user 01 02 03និងមាននៅក្រុម Management ដែលក្នុងនោះយើងមាន Management user ចំនួន3និងមាននៅក្រុម Warehouse ដែលក្នុងនោះយើងមាននៅ user warehouse ចំនួន3ហើយនៅក្នុងនេះផងដែរគឺយើងបាន set នៅ owner ដែលយើងមាន owner finance user 01ជា owner និង folder និងក្រុម finance ជា owner ដែលក្នុងលក្ខខណ្ឌនេះគឺមានន័យថាទាំង user ដែលនៅក្នុង folder finance ទាំងអស់និង finance user 01គឺមានសិទ្ធិពេញលេញទៅលើfolder accounting department និងក្នុងសម្រាប់ក្រុមផ្សេងនិង user ផ្សេងក៏ដូចគ្នាដែរចំពោះ department HR department គឺក្រុម user ដែល user ទាំងអស់នៅក្នុងក្រុម HR និង HR user 01គឺមានសិទ្ធិទាំងអស់មានសិទ្ធិពេញលេញទៅលើ HR department ដែលអាច read write និង execute បាននិងមានដែលមានសិទ្ធិគ្រប់ user ទាំងអស់គឺមានសិទ្ធិទៅលើ department រៀងខ្លួនឯងអត់អាចលូកឡំទៅលើ department ដែលជា folder ផ្សេងបានទេសម្រាប់ក្រុម IT ដូចគ្នាដែរក្រុម IT user ដែលនៅស្ថិតនៅក្នុងក្រុម IT ទាំងអស់និង IT user 01ដែលគឺមានសិទ្ធិពេញលេញទៅលើ IT department និង management ក្រុម management ជាមួយនឹង management user 01គឺមានសិទ្ធិពេញលេញនៅលើ management department និង sales ដូចគ្នាដែរគឺក្រុម sales និង sales user 01មានសិទ្ធិពេញលេញនៅលើ sales department ដែលយើងបាន set permission ឲ្យក្រុមទាំងអស់នេះនិង user ខាងនេះជា owner warehouse ដូចគ្នា user ទាំងអស់ដែលស្ថិតនៅក្នុង warehouse និង warehouse user 01គឺមានសិទ្ធិពេញលេញនៅក្នុង folder warehouse department អញ្ចឹងយើងធ្វើការបន្ទាប់ពីយើង create directory create group ទៅលើ user ហើយ add user ទៅក្នុង group ហើយ set owner និង set permission ហើយយើងធ្វើការ test ទៅលើ permission ដោយដំបូងឡើយយើង test ទៅលើ department accounting department យើងធ្វើការ sudo login ទៅលើ finance user 01បន្ទាប់ពីយើង login មកគឺយើងបាន login ចូល finance user 01ហើយអញ្ចឹងយើងនឹងធ្វើការ cd ទៅលើ folder sv 2433ដែលជា directory ដែលយើងបានបង្កើតនិងចូលទៅ account team department នេះគឺយើងមានសិទ្ធិចូលទៅកាន់ accounting department ដែលយើងជា owner ហើយយើងអាចមានសិទ្ធិធ្វើការmkd បង្កើតនៅ folder ចឹងយើងឧទាហរណ៍គឺយើងមានបង្កើតនៅ folder 3ចឹងយើងធ្វើការ ls យើងឃើញថា folder គឺយើងបានបង្កើតបាននៅក្នុង folder accounting department នឹងដោយសារយើងជា owner យើងអាចមានសិទ្ធិបានហើយយើងអាចបង្កើត file បានដូចគ្នាគឺយើងមាននៅ folder ចំនួន3និង hello តែបើសិនបើយើងធ្វើការ cd ថយចេញមកនៅក្នុង user finance
នៅក្នុង user finance user 01ហ្នឹងគឺយើងអត់អាចចូលទៅកាន់ folder ផ្សេងទៀតរបស់បានទេព្រោះយើងអត់មានសិទ្ធិអញ្ចឹងយើងឧទាហរណ៍គឺយើងចូលទៅកាន់ IT department អញ្ចឹងយើងអាចចូលបានទេពួកអី permission deny ដោយសារយើងមានសិទ្ធិទៅលើ accounting department នេះអញ្ចឹងយើងធ្វើការ exit យើងធ្វើការ log out បានហើយអញ្ចឹងយើង test ជាមួយនឹងអ account ផ្សេងទៀតដូចជាយើងធ្វើការ sudo login ទៅលើ IT user 01ចឹងដូចគ្នាដែរចំពោះ IT user 01ក៏អត់អាចធ្វើការ CD ចូលទៅកាន់folder ផ្សេងដែលក្រៅពីខ្លួនឯងផងដែរគឺបើចូលទៅកាន់ ITD គឺយើងចូលបានតែបើសិនជាចូលទៅកាន់អីផ្សេងគឺយើងចូលអត់បានទេដោយសារយើងអត់មានសិទ្ធិដូចយើងចូលទៅកាន់អ S យើងចូលទៅកាន់ warehouse WHD គឺយើងចូលអត់បានទេពួកអី permission deny អញ្ចឹងអកិច្ចការនេះគឺយើងបានបង្ហាញតាក់ទងទៅនឹងpermission ដែលយើងបានបង្កើតគឺយើងគ្រប់ user ទាំងអស់និងគ្រប់ folder ដែលយើងបានបង្កើតនោះគឺមានសិទ្ធិទៅលើ folder ដែលយើងបានដាក់ permission ឲ្យឯដែលមានសិទ្ធិពេញលេញដូចតាម group នីមួយៗនិងតាម user នីមួយៗមានសិទ្ធិទៅលើ folder ដែលគេបាន access ឲ្យគាត់ទៅតាម permission នេះសម្រាប់វីដេអូនេះបានដល់ទីបញ្ចប់សូមអរគុណលោកគ្រូ